ទុនសាយនិងខ្យងមានរឿងដំណាលថាកាលនោះមានទុនសាយមួយបានចុះទៅផឹកទឹកត្រពាំងពេលកំពុងផឹកមិនទាន់នឹងឆ្អែតផងក៏ប្រទះឃើញខ្យងមួយកំពុងបណ្ដែតខ្លួននៅលើផ្ទៃទឹកទុនសាយនឹកខ្ពើមនឹងសត្វខ្យងខ្លាំងណាស់វាក៏គេចទៅផឹកទឹកនៅកន្លែងផ្សេងទៀតដែលស្ថិតនៅក្បែរនោះដែរខ្យងឃើញដូច្នេះក៏ស្រែកសួរទុនសាយថាហេបងទុនសាយមកផឹកទឹកទីនេះសុំអ្នកណានឹងឮដូច្នេះទុនសាយតបទៅវិញទាំងមិនសប្បាយចិត្តថាអ្នកខ្យងត្រពាំងនេះគ្មានម្ចាស់ទេតើយើងចាំបាច់សុំអ្នកណាខ្យងឆ្លើយភ្លាមថាមិនក៏ថាទីនេះគ្មានម្ចាស់យើងជាអ្នកថែរក្សាទឹកត្រពាំងនេះយូរហើយបើបងចង់ផឹកទឹកត្រូវសុំយើងសិនទុនសាយឮដូច្នេះកើតក្តីក្តៅក្រហាយហើយក៏ពោលចំអកថាណែខ្យងឯងមិនដែលស្គាល់ទីវាលដីស្រែចំការឯណាឆ្ងាយផងខំយកមាត់ធ្វើជាជើងស្គាល់តែត្រពាំងទឹកប៉ុណ្ណឹងអួតខ្លួនឯងជាអ្នករក្សាទឹកនេះផងខ្យងឆ្លើយតបវិញខ្ញុំគ្មានជើងមែនតែបើបងទុនសាយចង់ភ្នាល់រត់ប្រណាំងគ្នាខ្ញុំក៏មិនខ្លាចដែរទុនសាយខឹងខ្លាំងណាស់ព្រោះនរណាក៏ដឹងដែរថាខ្លួនជាអ្នកមានប្រាជ្ញាហើយរត់លឿនបំផុតទុនសាយក៏ឆ្លើយវិញថាស្មានថាខ្ញុំខ្លាចឯងឬព្រឹកស្អែកយើងរត់ប្រណាំងគ្នា3ជុំត្រពាំងបើខ្ញុំចាញ់ឯងខ្ញុំជប់ផឹកទឹកត្រពាំងនេះរហូតចំណែកខ្យងក៏សន្យាថាបើខ្លួនចាញ់ទុនសាយវាក៏ឈប់រស់នៅក្នុងទឹកត្រពាំងរហូតដែរពេលទុនសាយចេញទៅបាត់ខ្យងក៏ហៅគ្នាមកជំនុំថាយើងត្រូវរាយបណ្ដាក់គ្នានៅជុំវិញត្រពាំងបើលឺទុនសាយស្រែកហៅអ្នកនៅខាងមុខត្រូវឆ្លើយគូកស្អែកឡើងទុនសាយក៏មកដល់ឃើញខ្យងចាំនៅកន្លែងណាត់ជួបគ្នារួចស្រេចមកជួបគ្នាភ្លាមទុនសាយនិងខ្យងក៏ចាប់ផ្ដើមរត់ប្រណាំងទុនសាយរត់បានមួយជុំត្រពាំងក៏ស្រែកបង្កកហៅខ្យងថាណែវើយបងខ្យងខ្យងមួយដែលនៅមុខទុនសាយក៏ស្រែកឡើងថាគូកឮសំឡេងខ្យងឆ្លើយនៅខាងមុខខ្លួនបែបនេះទុនសាយស្មានថាខ្យងរត់លឿនជាងខ្លួនមែនក៏ខំប្រឹងរត់ពេញទំហឹងពេលទុនសាយរត់បានមួយជុំស្រែកហៅខ្យងម្ដងទៀតហើយក៏ឮសំឡេងគូកនៅខាងមុខវាដដែលទុនសាយចាញ់ល្បិចខ្យងស្មានថាខ្យងរត់លឿនជាងវាមែន